សួស្តីប្រិយមិត្តកាសែត The Nation រាយការណ៍នៅថ្ងៃប្រហោះទី4ខែធ្នូនេះថាយោធាថៃភូមិភាគ2ថាបានរកឃើញមីនថ្មី PMN នៅក្នុងតំបន់ព្រំដែនថៃកម្ពុជាដោយប្រៀបធៀបវីដេអូទាហានកម្ពុជាដែលបានហ្វឹកហាត់ដាក់មីនតាំងពីថ្ងៃទី8ខែមិថុនាដែលកំពុងអនុវត្តការដាក់ពង្រាយមីនជាមួយនឹងរូបថតនិងវីដេអូដែលបានប្រទះឃើញថាទាហានកម្ពុជាបានបង្ហាញខ្លួននៅក្នុងវីដេអូហ្វឹកហាត់និងរូបភាពមីនដែលត្រូវបានកប់នៅក្នុងទឹកដីថៃដែលត្រូវរើគ្នានឹងឯកសណ្ឋានឧបករណ៍និងស្លាកស្នាមថាជាបុគ្គលិកយោធាសកម្មហើយថាមីនទាំងអស់នោះដែលរកឃើញទើបតែត្រូវដាក់ថ្មីមិនមែនជាសំណល់ពីអតីតកាលនោះទេចំណែកសារព័ត៌មានសិង្ហបុរី CNA នៅថ្ងៃប្រហោះនេះថាក្រសួងការបរទេសជប៉ុនបាននិយាយថាប្រទេសជប៉ុននិងប្រទេសវៀតណាមបានព្រមព្រៀងគ្នានៅក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ដើម្បីផ្ដល់រូបរាងដល់កិច្ចសហប្រតិបត្តិការសន្តិសុខក្រោមភាពជាដៃគូយុទ្ធសាស្ត្រចំពេលដែលមានការអះអាងកាន់តែខ្លាំងឡើងរបស់ប្រទេសចិននៅក្នុងសមុទ្រចិនខាងត្បូងនិងខាងកើតកិច្ចព្រមព្រៀងនេះបានកើតចេញពីកិច្ចប្រជុំលើកដំបូងរវាងអនុរដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរជប៉ុនវៀតណាមតាំងពីខែមេសាក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុនអ៊ីហៃបាទៅកាន់ប្រទេសវៀតណាមភាគីទាំងពីរបានពិភាក្សាអំពីគម្រោងផ្ដល់ជំនួយផ្លូវការរបស់ជប៉ុនក្នុងការផ្ដល់ឧបករណ៍យោធាដល់ប្រទេសវៀតណាមនិងថាស្របតាមគំនិតផ្ដួចផ្ដើមរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ថាក្នុងគោលបំណងរក្សាសន្តិភាពសេរីភាពនិងវិបុលភាពក្នុងតំបន់វៀតណាមមានចំនួនទឹកដីជាមួយប្រទេសចិននៅលើកោះស្ប្រាតលីនិងប៉ារ៉ាសែលនៅឯសមុទ្រចិនខាងត្បូងរីឯជប៉ុនវិញនិងចិននៅតែមានចំនួនលើអធិបតេយ្យភាពនៃកោះសេនកាគូដែលគ្រប់គ្រងបច្ចុប្បន្នដោយជប៉ុននៅសមុទ្រចិនខាងកើតប៉ុន្តែប្រទេសចិននៅតែទាមទារ